Hello សួស្តីអ្នកទាំងអស់គ្នាតើយើងមកមើល Gemini នៅក្នុងខែ2សម្រាប់ឆ្នាំ2025របស់អ្នកទាំងអស់គ្នាអូខេ Good job 1 2 3អញស្គាល់អ្នកទាំងអស់គ្នាបានមានល្អខ្លាំងទីបំផុតអូសោកសៅ sad stress sad មកធួខ្ញុំគិតថារឿងមិនល្អវាចាប់តាំងពីដើមឆ្នាំ2024ម៉េះវាអត់ទាន់បញ្ចប់ទៅណាមាននៅតែនឹងមានទៅតែរ៉ាំរ៉ៃនឹងរីងរែងនេះក្បិតចាក់វីដេអូមានថាអត់ល្អទេសម្រាប់ហងស៊ុយនៅក្នុងឆ្នាំថ្មីហាមធ្វើអ្វីទាំងអស់បុកគ្រឹះឡើងផ្ទះបកើតសាលាបកើតភិហ៊ុនឬអីអ្វីមួយនៅក្នុងឆ្នាំថ្មីហងស៊ុយអត់ល្អទេគេ5លើ10ឬលើ10អីហ្នឹងអញ្ចឹង no station យ៉ាអ្នកនរគ្នាមានការជឿចាប់ខូចចិត្តខកបំណង stress ស្មុកធុញនៅក្នុងឆាតជីវិតរបស់អ្នកទាំងអស់គ្នាមួយរយៈហ្នឹងឬក៏មួយឆ្នាំហ្នឹងអញ្ចឹងកុំតន់អារីហ្វេអត់តន់បើកទេទៀត donate home lab អ្នកទាំងអស់គ្នាទៅការគេជួយមែនតើទៅការគេពឹងពាក់ទៅការដង្ហើមទៅការពលឺទៅការបញ្ញាទៅការត្រាស់រីដោះស្រាយនឹងដំណោះស្រាយនៅបញ្ហាអ្នកទាំងអស់គ្នាអាចផុងខ្លួនចូលទៅជាអ្នកទី3បន្ទាប់មកអ្នកទាំងអស់គ្នាដកខ្លួនចេញពីម្នាក់ប្រុសឬម្នាក់ស្រីនឹងហើយដែលថា cheating អ្នកទាំងអស់គ្នាប៉ុន្តែមួយខាងមួយទៀតសង្សាររបស់គេប្រពន្ធរបស់គេឬប្តីរបស់គេនៅតែតាមយាយីនៅតែតាមខតាម message តាមញ៉ៃជាមួយនឹងអ្នកទាំងអស់គ្នាតាមបករឿងអ្នកទាំងអស់គ្នាទាំងអ្នកទាំងអស់គ្នាហៅសកម្មឲ្យដើរចេញហើយ100%តែអ្នកទាំងអស់គ្នានៅតែវល់វល់ពីមួយខាងទៀតតែមួយខាងទៀតគឺមិនបានហៅសកម្មឲ្យអ្នកទាំងអស់គ្នា again យ៉ាក៏អាចចាត់ទុកថានៅក្នុងគ្រួវាមានលៀបមួយនេះអូខេអ្នកទាំងគ្នានៅតែមានស្នាមញញឹមមានដង្ហើមមានជីវិតល្អទោះបីជាវានៅក្នុងរឿងពិបាកដកដង្ហើមបន្តិចមែនប៉ុន្តែវានៅតែមានបំពង់មួយអ្នកទាំងគ្នាដកដង្ហើមគាត់ថាបំពង់ហ្នឹងវាទូចយ៉ាអត់ធំអូខេអញ្ចឹង recommended advice ដំបូងមាននៅក្នុង Dear Tarot យ៉ាគឺថាអ្នកទាំងគ្នាអាចទៅសុកសែអញ្ចឹងទៅឆ្ងាយមួយរយៈ2ឆ្នាំឬក៏មកទៅកន្លែងណាមួយដែលធ្វើអ្នកទាំងគ្នាសប្បាយចិត្តខ្លាំងជាងមុនអាចថារយៈពេលនេះអ្នកទាំងគ្នាគួរតែបិទទ្វារចោលទៅមក close relationship ចោលទាំងអស់មិនថាមិត្តភាពជាពិសេសគឺស្នេហាជាពិសេសមិត្តភាពមនុស្សជុំវិញបើគិតថាពួកគេ toxic ខ្លាំងអ្នកទាំងគ្នាបិទទ្វារពួកគេទៅឲ្យដើរចេញទៅត្រូវមិត្តថ្មីឬមន់ថ្មីយ៉ានេះជាជំរឿនល្អអូខេហើយបើអ្នកណាគេបើសិនជាអ្នកណាគេថាគិតទុតិធិនិយមជាមួយអ្នកទាំងអស់គ្នាផ្ដល់ដំបូន្មានល្អនៅខាងអ្នកទាំងអស់គ្នាជួយលើកស្ទួយអ្នកទាំងអស់គ្នាជួយលើកកម្លាំងចិត្តអ្នកទាំងអស់គ្នាកុំបោះបង់គេចោលនៅជាមួយគេទៅគេនៅជាមួយអ្នកគ្នារហូតមួយជីវិតតែម្ដងមិនថាមិត្តភាពឬស្នេហា promise ខែមួយទៀតប្រសិនជាអ្នកខ្លះដូចនិយាយចឹងគឺវាធ្លាក់ខ្លាំងណាប៉ុន្តែអ្នកខ្លះធ្លាក់ខ្លាំងមែនពិតប៉ុន្តែចុងបញ្ចប់ហើយអាចថាចុងឆ្នាំនេះចុងបញ្ចប់អ្នកទាំងអស់គ្នាទទួលបានការអាពាហ៍ពិពាហ៍ការភ្ជាប់ពាក្យទៅព្រោះទៅការតស៊ូរបស់អ្នកទាំងអស់គ្នាតស៊ូខ្លាំងសាហាវពេកអ្នកទាំងអស់គ្នាមានការតស៊ូខ្លាំងអ្នកទាំងអស់គ្នាមានការជឿជាក់ខ្លាំងយ៉ាពីតាគ្រួសារក៏មិនស្ដាប់ពុកម្ដាយក៏មិនស្ដាប់មិត្តភក្តិក៏មិនស្ដាប់អ្នកទាំងអស់គ្នាដាច់ខាតត្រូវតែរើសយកប្រុសម្នាក់ហ្នឹងឬស្រីម្នាក់ភ្ជាប់ពាក្យហើយអ្នកទាំងអស់គ្នាបានដើរប្រាប់គេថាខ្ញុំបានសម្រេចចិត្តហើយម៉ាក់ប៉ាបងប្អូនមិត្តភក្តិថាខ្ញុំត្រូវតែភ្ជាប់ពាក្យជាមួយម្នាក់ហ្នឹងព្រោះខ្ញុំជឿជាក់ម្នាក់ហ្នឹងខ្លាំងព្រោះមួយរយៈពេលហ្នឹងឬមួយឆ្នាំហ្នឹងឬមួយឆ្នាំម្សិលមុនអីហ្នឹងខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើននិងមើលឃើញចិត្តនិងបេះដូងរបស់គេគឺអាចលះបង់ជីវិតម៉ោងពេលវេលាផ្ញើខ្លួនផ្លាស់ប្ដូរទៅលើបរិះឬមនុស្សស្រីម្នាក់ហ្នឹងដែលខាញ់ត្រូវតែភ្ជាប់ពាក្យនៅក្នុងឆ្នាំហ្នឹងយ៉ាអូខេមួយផ្នែកទៀតខ្ញុំមើលឃើញតែអ្នកគ្នាកាត់ចិត្តខ្លាំងផឹងតែម្ដងហើយយកម្នាក់ប្រុសឬយកម្នាក់ស្រីនេះជាគួរអនាគតនេះសម្រាប់ Gemini មួយបែបផ្សេងទៀតដែលខ្ញុំមើលឃើញ yes ហើយអ្នកខ្លះទៀតប្រែប្រួលពីគេ extrovert មកចូល introvert វិញអ្នកខ្លះទៅជា introvert អ្នកខ្លះអត់ប្រែប្រួលទេទៅជា introvert ខ្លាំងតែម្ដងដូចនិយាយពីដើមអញ្ចឹងគឺបិទទ្វារសម្រាប់ដេក sleep ធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្តធ្វើអ្វីដែលខ្លួនឯងចង់បានធ្វើអ្វីដែលខ្លួនឯងមួយ feeling មួយថា happy ខ្លាំងជាងមុនទៀតនេះ introvert ហ្មងសឹងថាអ្នកនរគ្នាកណ្ដោះតែក្នុងមួយឆ្នាំនេះខ្ញុំនៅម្នាក់ឯង2ឆ្នាំនេះ3ឆ្នាំនេះខ្ញុំនៅម្នាក់ឯងហើយខ្ញុំសម្រេចបំណងប្រាថ្នាឲ្យធំមួយដូចជាបានផ្ទះហើយបានខ្ញុំរាប់រយញាតិជុំវិញខ្ញុំបានឡានហើយបានលុយហើយឬមានប្រាក់ខែនឹងនៅហើយខ្ញុំរាប់អានញាតិជុំវិញខ្លួនខ្ញុំបើថាខ្ញុំអត់បានគោលដៅហើយខ្ញុំចង់បាននឹងទេគឺបាច់មករំខានក៏មិនបាច់មកញ៉ៃជាមួយខ្ញុំដែរខ្ញុំសុំសម្រាប់មួយរយៈពេលសិន
ចឹងធ្វើឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តថាដើរលើគោលដៅនិងផ្លូវជីវិតរបស់អ្នកទាំងអស់គ្នាវិញក៏ព្រោះតែអ្នកទាំងអស់គ្នាមានបញ្ហាអារម្មណ៍មិនល្អធ្វើឲ្យភាគីម្ខាងទៀតអត់សប្បាយចិត្តខ្ញុំគិតថាទាំងអស់ហ្មងទាំងឪពុកម្ដាយទាំងអ្នកផ្ទះទាំងបងប្អូនទាំងសាច់ញាតិទាំងស្នេហាអីអស់ហ្នឹងធ្វើអ្នកអស់គ្នាខ្វល់ខ្វាយរហូតដល់អ្នកខ្លះណាមានការអស់ចិត្តមានការបាត់បង់ចិត្តមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរអ្នកខ្លះគិតថាស្ថិតនៅក្នុងខេសហ្នឹងគួរតែស្វែងរកដំណោះស្រាយខ្ញុំគិតថាជីមីណៃនៅក្នុងឆ្នាំនេះគឺធ្ងន់ធ្ងរខ្លាំងសម្រាប់ឆាកជីវិតនិងផ្លូវចិត្តផ្លូវអារម្មណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងអូខេអ្នកទាំងអស់គ្នាមាន be on អញ្ចឹងមាន scroll វីដេអូចោលឯណាខ្ញុំគិតថាការមើលវីដេអូគួរតែមើលបែបលក្ខណៈដំបូងមានអញ្ចឹងនេះគឺជាដំបូងមាននេះគឺជាដំណោះស្រាយខ្ញុំអត់បំភ័យអ្នកទាំងអស់គ្នាខ្ញុំអត់ធ្វើបាបផ្លូវចិត្តផ្លូវអារម្មណ៍របស់អ្នកទាំងអស់គ្នាខ្ញុំគិតថាគ្រប់វីដេអូទាំងអស់ក្នុងការទូទាបគឺតែងតែធ្វើបែបហ្នឹងពួកគេក្នុងជាគ្រូតែងតែផ្ដល់ដំបូងមានអញ្ចឹងបៀនអ្នកទាំងអស់គ្នាមិនល្អប៉ុន្តែផ្ដល់ដំបូងមានរឿងឲ្យអ្នកទាំងអស់គ្នាវិញអញ្ចឹងសម្រាប់ស្នេហាខ្ញុំគិតថាអ្នកទាំងអស់គ្នាមានរបាំងពោះចែកមួយដែលថា stay tuned ចាំមួយផ្លែតយើងនឹងត្រឡប់មករកគ្នាវិញឥឡូវដាក់ផ្លូវរៀងខ្លួនមួយរយៈពេលសិនមួយឆ្នាំ2ឆ្នាំក៏រៀងយូរដែរឬក៏កន្លះខែ6ខែដើម្បីសមនមត់អ្នកទាំងអស់គ្នាជាគូគប់នឹងគ្នាអត់ជាសូមមែននឹងគ្នាអត់បើអត់ទេក៏ដាច់ភ្លើងខ្លួនតែបើថាអូខេ good ត្រឡប់មកវិញមកត្រូវមួយគ្នាវិញគឺយើងរៀបការយកជាមួយគ្នាជាគូអនាគតតាមដល់ចាំអ្នកនរគ្នាបើសិនជាប្តីប្រពន្ធគិតដេកបែកខ្នងគ្នាគិតសិនថាត្រូវធ្វើមិនបន្តដើម្បីផ្សះផ្សានឹងផ្សារភ្ជាប់ចំណងស្នេហានឹងឡើងវិញខ្ញុំគិតថាវាអត់តន់ដាច់ទេវានៅភាសាវានៅនិយាយគ្នាបានអូខេអ្នកនរគ្នានឹងល្អនឹងចុងឆ្នាំវិញចឹងអ្នកនរគ្នាគួរតែព្យាយាមធ្វើវាឲ្យបានចុងឆ្នាំអ្នកនរគ្នានឹងទទួលបានឱកាសលុយតំណែងខ្ពស់ធំជាងមុនត្រឡប់រឿងពីចាស់ដែលជាអាក្រក់ទៅធ្វើជារឿងដែលល្អខ្លាំងជាទីបំផុតការត្រឡប់ទៅរកការងារចាស់បើនេះសង្សារចាស់នឹងទៅម្នាក់ទាំងអស់គ្នាវិញឬក៏អ្នកទាំងអស់គ្នាទិញធ្វើនឹងការងារចាប់ផ្ដើមបាក់អាជីពជប់ពីការងាររកអាជីពវិញអ្នកទាំងគ្នាទទួលលុយទទួលប្រាក់រង្វាន់និងផលតបស្នងអ្នកទាំងអស់គ្នាបានខុសខាតពីអតីតកាលជំងឺចិត្តស្នេហានិងជំងឺសិទ្ធលុយកាក់និយាយអាចថាសង្សារចាស់គេត្រឡប់មកវិញគេនឹកឃើញស្ដាយក្រោយដែលថាពាក់ព័ន្ធជាមួយអ្នកឌូខោគេនឹកឃើញស្ដាយក្រោយដែលបង្កកំហុសធ្ងន់ឲ្យគេមកត្រឡប់សុំការអធិស្ឋានពីអ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នានឹងមានគូស្នេហ៍ជួបគូស្នេហ៍ល្អនៅក្នុងចុងឆ្នាំដែលខុសពីអាយុអ្នកទាំងអស់គ្នាលើអាយុអ្នកទាំងអស់គ្នា5ទៅ6ឆ្នាំអ្នកទាំងអស់គ្នានឹងគូស្នេហ៍ចាស់ត្រឡប់មកវិញ 100% អ្នកទាំងអស់គ្នានឹងទទួលបានក្តីស្រឡាញ់និងទទួលការអនុសូចពីមនុស្សណាម្នាក់ដែលធ្លាប់បោកប្រាស់បោកចិត្តអ្នកទាំងអស់គ្នាយ៉ាងនៅក្នុងភាសានេះគឺសិតតែផ្លូវចិត្តផ្លូវអារម្មណ៍មនុស្សចាស់សង្សារចិត្តទាំងអស់សង្សារចាស់ទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាគឺនៅក្នុងដំបូងមាននេះគឺប្រាប់ថាចិត្តអ្នកគ្នាគួររងចាំបន្តិចអ្នកទាំងអស់គ្នាគួរផ្ដល់ឱកាសពួកគេបន្តិចដកដង្ហើមទុកពេលឲ្យអ្នកទាំងសងខាងហ្នឹងគឺដោះស្រាយផ្លូវចិត្តផ្លូវអារម្មណ៍ឲ្យត្រឡប់មករកភាពចំណុចមួយដើម្បីផ្សះផ្សានឹងត្រូវរើគ្នាវិញព្រោះអ្នកទាំងអស់គ្នាបែកបាក់លើកនេះគឺពិបាករៀងធន់តិចខែលើកនេះគឺពិបាកក្នុងការដោះស្រាយអញ្ចឹងត្រូវការពេលវេលាអូខេបើសិនជាអ្នកជំនួញនឹងមានភាពគង់វង្សល្អមានភាពរស់ស៊ីរីកចម្រើនល្អមានការគ្រប់គ្រងរបស់ហៅចំនួនថ្មីជាមួយមនុស្សប្រុសមនុស្សស្រីដែលមានអំណាចងារជាអាដាមលោកជំទាវឲ្យទៅដែលគេមកចូលហ៊ុនជាមួយអ្នកទាំងអស់គ្នាប៉ុន្តែរឿងល្អរបស់អ្នកទាំងអស់គ្នានៅក្នុងខែ11ខែ12នៅក្នុងឆ្នាំចុងឆ្នាំជាអ្នកគ្នាគួរតែព្យាយាមពីខែ1ដល់ខែ11នឹងឲ្យល្អខ្លាំងជាទីមកព្យាយាមធ្វើការប៉ុន្តែក៏មិនដាក់បន្ទុនថែមជាធ្វើការខាងក្នុងថា indoor នៅខាងក្នុងបានល្អប៉ុន្តែកុំពង្រីកទុនទៅខាងក្រៅថែមលុយដាក់លុយហ៊ុនទៅបង្កើតខាងក្រៅថែម no អត់ល្អ not good អូខេខ្ញុំគិតថាអ្នកនរគ្នាគួរស្រោចទឹកបន្តិចទៅដើម្បីជំនះធាតុហុងស៊ុយចង្ញៃនៅក្នុងឆ្នាំតាមចាស់ឲ្យលើករាសីមកវិញអ្នកនរគ្នាគួរតែដាក់អាវមួយឈុតខោមួយអាវមួយហប់ជាមួយនឹងលុយ500បោះនៅផ្លូវបំបែកជា4ដើម្បីដោះសយលៀងសយអ្នកនរគ្នាគួរតែទិញមីស្លាក់បិទនៅលើមុខពុកម្ដាយបិទឲ្យដើម្បីលៀងសយឆ្នាំចាស់បង្កើតឆ្នាំថ្មីខ្ញុំជឿលើការបិទមីស្លាក់គឺល្អបំផុតសម្រាប់ពុកម្ដាយអ្នកផ្ដល់យអូនហុងស៊ុយផ្ដល់ពាក្យសេរីសួស្ដីជូនពរពាក្យសេរីសួស្ដីមានតែគាត់ដែលជាប្រាក់កន្លងជួយអ្នកទាំងអស់គ្នាបានសម្រាប់ជីមីណៃអូខេ good អញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសម្រាប់អ្នកទាំងអស់គ្នាដែលចង់បានសភៅថារត់ជាភាសាខ្មែររៀនអានមើលដូចខ្ញុំអញ្ចឹងទិសទីអាចមើលពីអតីតកាលអនាគតនិងបច្ចុប្បន្នបានហើយក្នុងសភៅនេះគឺមានរៀបរាប់យ៉ាងល្អជាមួយនឹងលួយកាក់ការងារស្នេហា78ស្លឹករបស់ថារត់ដែលទៅសេរីខ្ញុំផ្ទាល់យកបបផ្សាយ10ឆ្នាំផ្សេងនៅក្នុងនេះអូខេភាសាខ្មែរហ្វូលួយកាក់ការងារស្នេហាផ្សេងៗចឹងអូខេអរគុណច្រើនចំពោះឆ្នាំថ្មីអ្នកនរគ្នាសុខកាយសប្បាយចិត្តហើយហ៊ានជឿពើបំណងប្រាថ្នាបានសម្រេចបាយជួបគ្នាជិះខមមិននៅក្នុងវីដេអូខ្ញុំផងហ្នឹងខុសថាត្រូវយើងមើលឌីថារត់ជាមួយគ្នាអូខេអរគុណជួបគ្នានៅវីដេអូក្រោយណាបាយ